ngàyនេះគឺជាថ្ងៃទី1នៃការចូលឆ្នាំខេត្តកំពង់ចាមសង្ការនៅកំពង់ចាមអ្នកដែលគាត់អត់បានមកគឺស្ដាយខ្លាំងមែនទែនទាំងអស់គ្នាគឺមានចំណុចដែលគួរឲ្យចាប់អារម្មណ៍ច្រើនមែនទែនទាំងអស់គ្នាមានការតាំងពិព័រណ៍មានការតាំងលាហាមានការដង្ហែក្បួនមានអ្វីៗសម័យខ្លាំងមែនទែនតែថ្ងៃហ្នឹងគឺជាថ្ងៃទី2អ្នកទាំងអស់គ្នាអាចទៅបានគឺគេធ្វើការហាលា free តែម្ដងទាំងអស់គ្នាហើយមួយទៀតសូមអរគុណទៅដល់ថ្នាក់លើថ្នាក់ក្រោមនៃការដឹកនាំខេត្តគឺគាត់ធ្វើការដាក់តាំងពីងគាត់និយាយទៅគិតគូរទៅដល់សង្គ្រាមនេះខ្លាំងមែនទែនបើសិនជាមិនមានពួកគាត់ទេគឺកំពុងចាំយើងអត់បានសប្បាយអញ្ចឹងទេអញ្ចឹងទាំងអស់គ្នាអាចទៅលេងបាននៅថ្ងៃស្អែកនេះហើយនឹងខាងស្អែកបើតាមបទពិសោធន៍ខ្ញុំតថ្ងៃទី1ហ្នឹងគឺសប្បាយតាំងពីម៉ោង 2:10 មកទាំងអស់គ្នាខ្ញុំជិះទៅតាមផ្លូវឃើញមានគេចាប់ផ្ដើមលេងទឹកប្រាហើយមានគ្រប់តាំងពីភូមិការរហូតទៅដល់មុខសាលាខេត្តគូវែងខ្លាំងមែនទែនមនុស្សម្នាពេញច្រើនខ្លាំងមែនទែនទាំងអស់គ្នាមានតែការលេងល្បែងកំសាន្តតាំងពីព្រឹកមានការលេងទឹកមានការមើល concert ទៀតយប់ឡើងមាន concert មានបណ្ដាលមានអីមកឆ្ងាញ់ហ្មងទាំងអស់គ្នាប៉ុន្តែដោយសារថ្ងៃហ្នឹងភ្លៀងអញ្ចឹងយើងសង្ឃឹមថាអាកាសធាតុនឹងល្អមកវិញហើយយើងបានលេងសម័យទាំងអស់គ្នារ៉េតឲ្យមែនដែរនៅកំពង់ចាមថ្ងៃទី1អញ្ចឹងនៅថ្ងៃទី2និងថ្ងៃទី3ខ្ញុំសង្ឃឹមថាសប្បាយជាងនឹងតទៅទៀតអញ្ចឹងទាំងអស់គ្នាកុំភ្លេចមកលេងទាំងអស់គ្នាអូអត់ស៊ីទៅតាឡានដឹកទៅទៅមែនមនុស្សច្រើនមែនតើបាច់ចាំទៅដល់សៀមរាបក៏កំពុងចាំញាក់សាហាវដែរនិយាយមែនណាគេថាកំពុងចាំអត់សុបាយមកខ្លួនឯងមិនដឹងការតាមខ្ញុំដឹងដូចជាឆ្នាំ2022កំពុងចាំទទួលបានលេខ2 2023ដោយសារតែអាកាសធាតុភ្លៀងអញ្ចឹងក៏ធ្លាក់មកលេខ3ដល់2024ទទួលបានលេខ1ចាំមើលឆ្នាំហ្នឹងថាទទួលបានលេខមែនអញ្ចឹងមកលេងទាំងអស់គ្នាសុបាយទាំងអស់គ្នានិយាយទៅអ៊ូអខ្លាំងមែនទេទាំងអស់គ្នាអ្នកដែលគាត់មកមានដូចជាដបងឃ្មុំកំពុងចាំព្រៃវែងស្វាយរៀងអ្នកពេញមកច្រើនជាងគេមានច្រើនខែមែនទេមកលេងហើយគាត់សម័យទាំងអស់គ្នាហើយ friendly មែនទែនខ្ញុំធានាថាទាំងអស់គ្នាមកលេងនឹងទទួលបានអារម្មណ៍មួយដែលល្អមែនទែនហើយបទពិសោធន៍មួយដែលល្អមែនទែនព្រោះដោយសារតែអត់មាននិយាយទៅគឺសន្តិភាពអត់មានការវាយគ្នាអត់មានការលេងអីអញ៉ៃបែបលក្ខណៈថាมันគោរពទៅតាមប្រពៃណីទេគឺសប្បាយខ្លាំងមែនទែនបើទាំងអស់គ្នាចង់ដឹងមកសាក់ខ្លួនឯងថ្ងៃស្អែកហើយនឹងខាងស្អែកថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3បើសិនជាអាចគេអាចលេងដល់ថ្ងៃទី4ផងស្រួល